ជ័យរិះគន់នឹងហើយដោយការចូលរួមរបស់បកប្រឆាំងដើម្បីបំពេញនៅចំណុចខ្វះខាតរបស់អ្នកដឹកនាំអានោះតួនាទីរបស់បកប្រឆាំងឥឡូវមានពាក្យគេលើកឡើងថាបកប្រឆាំងបើតែប្រឆាំងអត់មានឃើញធ្វើអីសោះតែពិតយើងត្រូវយល់អំពីតួនាទីភារកិច្ចរបស់គណៈបកប្រឆាំងគណៈបកប្រឆាំងមិនមែនជាអ្នកទៅដឹកនាំរដ្ឋទេគណៈបកប្រឆាំងត្រៀមខ្លួនប្រកួតប្រជែងជាមួយបកកាន់អំណាចអាហ្នឹងយើងត្រូវយល់ឲ្យច្បាស់ពីព្រោះបកកាន់អំណាចមានកញ្ចប់ថវិកាជាតិក្នុងការអភិវឌ្ឍក្នុងការកសាងប្រទេសដូច្នេះបកប្រឆាំងរៀបចំខ្លួនរចនាសម្ព័ន្ធត្រៀមខ្លួនទៅប្រកួតប្រជែងនៅពេលបោះឆ្នោតទី1ទី2បកប្រឆាំងដូចជាកញ្ចក់ឆ្លោះអ្នកដឹកនាំរដ្ឋបើយើងឃើញចំណុចខ្វះខាតរបស់អ្នកដឹកនាំរដ្ឋដឹកនាំរាជរដ្ឋាភិបាលបកប្រឆាំងត្រូវតែលើកឡើងហើយត្រូវតែហ៊ាននិយាយការពិតហើយបងប្អូនណាអាហ្នឹងយើងចង្អុលនៅចំណុចខ្វះខាតដើម្បីបំពេញបន្ថែមអានេះតួនាទីបកប្រឆាំងអញ្ចឹងមិនមែនថាបកប្រឆាំងទៅធ្វើផ្លូវទៅធ្វើខ្នល់ទៅកសាងនេះកសាងនោះមានលុយមកពីណាសំបីតែលុយប្រជុំនេះយើងមិនមានគ្រប់គ្រាន់ផងបងប្អូនពីព្រោះយើងខ្វះយើងមិនទទួលបានកញ្ចប់ថវិកាជាតិទេអញ្ចឹងតួនាទីការអភិវឌ្ឍការកសាងគឺអ្នកដឹកនាំរដ្ឋគណៈបកដឹកនាំរដ្ឋាភិបាលនៅពេលដែលបកប្រឆាំងអាចធ្វើទៅបានយ៉ាងម៉េចពេលនោះគណៈបកកម្លាំងជាតិដឹកនាំរដ្ឋពេលហ្នឹងយើងនឹងធ្វើយើងនឹងអភិវឌ្ឍហើយទៅតាមគោលនយោបាយរបស់គណៈបកណាអាហ្នឹងយើងឲ្យច្បាស់ណាខ្ញុំមើលឃើញនៅក្នុងបណ្ដាញសង្គមមានការលើកឡើងថាបកប្រឆាំងបានតែរិះគន់បានតែនិយាយណាអត់មានឃើញចូលរួមធ្វើអីទាំងអស់អានិយាយរិះគន់នឹងហើយដោយការចូលរួមរបស់បកប្រឆាំងដើម្បីបំពេញនៅចំណុចខ្វះខាតរបស់អ្នកដឹកនាំអានោះតួនាទីរបស់បកប្រឆាំងអញ្ចឹងយើងត្រូវយល់ទាំងអស់គ្នា